កួតក្នុងស្រុក2ត្រូវបានលើកពេលដើម្បីឲ្យប្រកាន់រាជស្វ័យរៀងស្រួលខ្លួនក្នុងការត្រៀមខ្លួនពានរង្វាន់ AFC Challenge League ដោយដែលយើងដឹងហើយថាប្រកាន់រាជស្វ័យរៀងនឹងត្រូវប៉ះជាមួយនឹង Academy នៅថ្ងៃទី10ខែឧសភាខាងមុខនេះសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រាត់ពានរង្វាន់ AFC Challenge League ស្របពេលនោះដែរការប្រកួត Naga World នៅលីកកម្ពុជាកម្ពុជាជាមួយនឹងប្រកាន់រាជស្វ័យរៀងគឺចំថ្ងៃទី10នោះតែម្ដងដូច្នេះ Naga World ក៏ដូចជាប្រកាន់រាជស្វ័យរៀងបានយល់ព្រមគ្នាក្នុងការលើកពេលការប្រកួតមកមុនថ្ងៃកំណត់ពលការប្រកួតរវាង Naga World ជាមួយនឹងប្រកាន់រាជស្វ័យរៀងនឹងត្រូវធ្វើឡើងនៅថ្ងៃទី30ខែមេសានេះហើយចំណែកឯមួយប្រកួតទៀតគឺការប្រកួតពានរង្វាន់សម្ដេចវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់រវាងបឹងកេតជាមួយនឹងប្រកាន់រាជស្វ័យរៀងដែលការប្រកួតជើងទី2នឹងត្រូវធ្វើឡើងនៅថ្ងៃទី7ខែឧសភាឆ្នាំ2025មានន័យថាមុន3ថ្ងៃនៃការប្រកួតវគ្គផ្ដាច់ព្រាត់រវាងប្រកាន់រាជស្វ័យរៀងនិងអាកាដេងនោះក៏ត្រូវបានលើកពេលដែរដែលការបរិច្ឆេទចុងក្រោយនោះគឺនៅថ្ងៃទី14ឧសភាឆ្នាំ2025ដូច្នេះនេះគឺជាការស្រោះស្រួលគ្នារវាងក្លឹបនៅកម្ពុជាដើម្បីជួយសម្រួលឲ្យប្រកាន់រាជស្វ័យរៀងទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតនាថ្ងៃទី10ខាងមុខនេះ